វីដេអូនេះគឺធ្វើឡើងមកសម្រាប់អ្នកប្រើប្រាស់នាឡិកា Garmin ទាំងអស់គ្នាពេលនេះយើងអាចអានភាសាខ្មែររបស់យើងនៅលើនាឡិកា Garmin បានហើយបន្ទាប់ពីរងចាំអស់រយៈពេលច្រើនឆ្នាំមែនតើអ្នកដែលប្រើប្រាស់នាឡិកា Garmin តែងតែសួរថាពេលណាទៅអានភាសាខ្មែរបានពេលណាទៅអក្សរខ្មែរលែងចេញជ្រុងលែងចេញជាសញ្ញាស៊ូអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមប្រកាសជាផ្លូវការតែម្ដងថានាឡិកា Garmin របស់យើងអាចអានភាសាខ្មែរបានហើយនៅពេលដែលគេ message ឬក៏សារជូនដំណឹងផ្សេងចឹងនេះគឺជាការអាប់ដេតទី1ដែលឲ្យមានភាសាខ្មែររបស់យើងប្រើប្រាស់នៅលើនាឡិកា Garmin ប៉ុន្តែមិនមែនថាបានគ្រប់នាឡិកាទេបានតែ model មួយចំនួនដូចជានាឡិកា Garmin Venue X1 Venue 4 Forerunner 507 907 Phoenix 8 8 Pro Phoenix E Enduro 3 Tactic 8ចឹងនេះគឺជាការអាប់ដេតលើកទី1ហើយបើសិនជាមានការអាប់ដេតផ្សេងទៀតខ្ញុំនឹងធ្វើវីដេអូប្រាប់បងប្អូនទាំងអស់គ្នាហើយដើម្បីឲ្យភាសាខ្មែរដំណើរការនៅលើនាឡិការបស់យើងបានគឺទី1យើងត្រូវអាប់ដេតនាឡិការបស់យើងទៅជា version ចុងក្រោយហើយបើសិនជាបងប្អូនអត់ទាន់ចេះអាប់ដេតទេអាចទៅកាន់ showroom នាឡិកា Garmin ដែលនៅជិតបងប្អូនដើម្បីធ្វើការអាប់ដេតនាឡិការបស់យើងទៅជា version ចុងក្រោយនេះគឺជាដំណឹងរីករាយមែនតើសូម្បីតែខ្ញុំក៏សប្បាយចិត្តដែរដែលយើងអាចអានភាសាជាតិរបស់យើងនៅលើនាឡិកាដែលយើងប្រើប្រាស់ប្រចាំថ្ងៃបានជាក់ស្ដែង 100% តែម្ដងអូខេបាយបាយជួបគ្នាវីដេអូក្រោយ